តោះមកសិក្សាស្វែងយល់អំពីគោលរបាលយុត្តិធម៌ជាមួយ admin រៀនច្បាប់ទាំងអស់គ្នាមុនចូលដល់មេរៀនសូមចុច like follow និង share ចែករំលែកបន្តផងសូមអរគុណនគរបាលយុត្តិធម៌នគរបាលយុត្តិធម៌គឺជាជំនួយការរបស់អំណាចតុលាការមាត្រា56នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលមានភារកិច្ចពិនិត្យបទល្មើសកំណត់អត្តសញ្ញាណចាប់ជនល្មើសនិងប្រមូលភស្តុតាង 1. ឋានានុក្រមនិងការត្រួតពិនិត្យព្រះរាជអាជ្ញាជាអ្នកដឹកនាំនិងសម្របសម្រួលការងាររបស់មន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌ក្នុងដែនសមត្ថកិច្ចខ្លួនចៅក្រមស៊ើបសួរមានអំណាចលើមន្ត្រីនគរបាលយុត្តិធម៌ក្នុងករណីអនុវត្តតាមដីកាចាត់ឲ្យស៊ើបសួរជំនួសមាត្រា58អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ធ្វើការឃ្លាំមើលត្រួតពិនិត្យនិងមានអំណាចខាងវិន័យមាត្រា59 2. សមាជិកភាពនគរបាលយុត្តិធម៌មាត្រា57សមាជិកភាពរួមមាន 3 ក្រុម 1. មន្ត្រីនគរបាលយុត្តិធម៌មនយរួមមានមន្ត្រីនគរបាលឬយោធានកងរាជអាវុធហត្ថដែលទទួលបាននីតិសម្បត្តិ 2. ភ្នាក់ងារនគរបាលយុត្តិធម៌ផនយមានភារកិច្ចជួយដល់មនយនិងពិនិត្យបទល្ហក 3. មន្ត្រីរាជការឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់សិទ្ធិឲ្យឧទាហរណ៍ដូចជារដ្ឋបាលព្រៃឈើអង្គភាពប្រឆាំងអំពើពុករលួយ 2.1 លក្ខខណ្ឌនៃការក្លាយជាមន្ត្រីនគរបាលយុត្តិធម៌តាមមាត្រា60គុណសម្បត្តិទទួលបានតាមពីររបៀប 1. តាមរយៈការប្រឡងយកសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ 2. តាមរយៈមុខងារនិងឋានន្តរស័ក្តិដែលច្បាប់កំណត់លក្ខខណ្ឌចាំបាច់ត្រូវស្បត់នៅមុខសាលាឧទ្ធរណ៍មាត្រា63 3. អំណាចខាងវិន័យក្នុងករណីមានកំហុសធ្ងន់ធ្ងរអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍អាចដាក់វិន័យបណ្ដោះអាសន្នហាមឃាត់ការបំពេញមុខងារអតិបរមា5ឆ្នាំវិន័យស្ថាពរហាមឃាត់ការបំពេញមុខងារជារៀងរហូតការប្តឹងតវ៉ាសាមីខ្លួនអាចប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុតិធធម៌ក្នុងរយៈពេល15ថ្ងៃសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុតិធធម៌ជាការបិទផ្លូវតវ៉ា 4. សមត្ថកិច្ចដែនដីមាត្រា67ជាគោលការណ៍មន្ត្រីនគរបាលយុតិធធម៌មានសមត្ថកិច្ចក្នុងព្រំប្រទល់ដែនដីដែលខ្លួនត្រូវបានចាត់តាំងករណីលើកលែងពន្លាតដែនដីរាជធានីភ្នំពេញមានសមត្ថកិច្ចលើផ្ទៃរាជធានីទាំងមូលបទល្មើសចាក់ឡាស់អាចប្រតិបត្តិការទូទាំងប្រទេសបើមានការអនុម័តចេញពីព្រះរាជអាជ្ញាមាត់ទេឬលៃលាក់លកនដីការចាត់ឲ្យស៊ើបសួរជំនួសអាចប្រតិបត្តិការទូទាំងប្រទេសតាមការបង្គាប់របស់ចៅក្រមស៊ើបសួរចំណាំក្នុងករណីពន្លាតដែនដីមន្ត្រីនោះត្រូវសុំជំនួយពីមន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋាននិងរាយការណ៍ជូនព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចដែនដីនោះជាព័ត៌មាន